នាយឆ្នុកជាមនុស្សម្នាក់ដែលខិតខំប្រឹងប្រែងធ្វើការងារជារៀងរាល់ថ្ងៃហើយនាយឆ្នុកមានប្រពន្ធម្នាក់ដែលជាមនុស្សរិះថាំតែងតែត្បិតត្បៀតរឿងប្រាក់ជានិច្ចនៅថ្ងៃនេះបងធ្វើការងារបានត្រឹមតែ 50,000 រៀលតែប៉ុណ្ណោះបងគិតថាសុំបងទិញអាវមួយព្រោះតែបងពាក់អាវដដែលវាច្រើនថ្ងៃមកហើយចង់ទិញប៉ុន្មានទៀតទៅអាវ2 3នឹងពាក់បានហើយមិនចាំបាច់ទិញច្រើនពេកទេយ៉ាងម៉េចគិតថាទិញសម្លៀកបំពាក់ថ្មីនិងទិញញ៉ៃស្រីនៅខាងក្រៅបានតើមែនទេមិនមែនបែបហ្នឹងទេណាអូនបងគ្រាន់តែចង់បានអាវថ្មីតែប៉ុណ្ណោះបងគ្មានបំណងអ្វីនឹងដើរលួចលាក់មានស្រីនៅខាងក្រៅទេណាអូនបើសិនជាបងគ្មានស្រីនៅខាងក្រៅវាជាការប្រសើរប៉ុន្តែបើខ្ញុំដឹងថាបងមានស្រីនៅខាងក្រៅខ្ញុំនឹងរករឿងបងដល់ទីបញ្ចប់ឲ្យបងមានស្រីនៅខាងក្រៅបានយ៉ាងម៉េចទៅបើប្រាក់ខែប្រាក់កម្រៃដែលរកបានអូនតែងតែយកអស់ជានិច្ចទោះបីបងចង់មានស្រីនៅខាងក្រៅក៏ស្រីទាំងអស់នោះគេមិនមើលមុខបងដែរសុំឲ្យដូចមាត់បងទៅប៉ុន្តែបើខ្ញុំដឹងបងប្រកាសជាត្រូវមេរៀនខ្ញុំជាមិនខានឡើងទៅហូបបាយទៅខ្ញុំបានស្លោរួចហើយកុំប្រាប់បងថាស្លោសម្លអត់ត្រីទៀតហើយអត់មានសាច់ស្លាប់ហើយបើអូននៅតែស្លោបែបនេះបងប្រកាសជាត្រូវដាច់ខ្យល់ស្លាប់ជាមិនខានខ្ញុំធ្វើអ្វីបងចិត្តតែហូបទៅកាលពីមុនគេរកតែសម្លបែបនឹងហូបមិនបានផងមានសម្លមានបន្លែប៉ុណ្ណឹងហើយបែរជាមិនចង់ហូបទៀតឡើងទៅហូបភ្លាមទៅខ្ញុំទៅផ្សារដើម្បីទិញម្ហូបតូកតើមានឆ្អឹងជំនីជ្រូកដែរទេខ្ញុំទិញឆ្អឹងជំនីជ្រូកមួយខាំអ្នកមីងកុំភ្លឹងឲ្យលឺណាខ្ញុំអត់មានប្រាក់យកទេស្លាប់ហើយនាងអើយមកទិញឆ្អឹងជ្រូកតាំងឡើងត្រឹមតែមួយខាំយកទៅស្លបានយ៉ាងម៉េចយ៉ាងហោចណាស់ក៏ទិញត្រឹមកន្លះគីឡូដែរណានាងវាជារឿងរបស់ខ្ញុំតែប៉ុណ្ណោះខ្ញុំចង់ទិញប៉ុន្មានវាជាសិទ្ធិរបស់ខ្ញុំអ្នកមីងជាអ្នកលក់ធ្វើតាមអ្វីដែលខ្ញុំប្រាប់ទៅបើមិនលក់ទេខ្ញុំទៅទិញនៅកន្លែងមួយទៀតមិនអីទេណានាងមួយខាំក៏មីងលក់ឲ្យដែរប៉ុន្តែនាងឯងជាមនុស្សទី1ហើយដែលមកទិញឆ្អឹងជ្រូកទិញសាច់ជ្រូកមីងមិនដែលលើសពីមួយខាំបន្ទាប់ពីនាងបានទិញឆ្អឹងជ្រូករួចនាងក៏បានដើរធ្វើដំណើរទៅផ្ទះវិញនៅពេលស្អែកឡើងនៅកន្លែងធ្វើការងាររបស់ប្តីនាយឆ្នុកដែលជាប្តីក៏បានវិចបាយទៅហូបនៅកន្លែងធ្វើការតើថ្ងៃនេះឯងបានអ្វីមកហូបទៀតហើយសម្លាញ់បើតាមយើងគិតប្រកាសជាម្ហូបដដែលហើយគ្មានរៀបចំអ្វីទេដោយសារតែប្រពន្ធឯងជាមនុស្សដែលរិះថំវាពិតមែនហើយណាសម្លាញ់ប្រពន្ធយើងតែងតែវិចបាយម្ហូបដដែលឲ្យយើងតែប៉ុណ្ណោះយើងហូបបាយនៅផ្ទះសម្លអត់មានសាច់អត់មានត្រីប្រពន្ធឯងពិតជាមនុស្សពូកែរិះថាមែនសួរថាបានប្រាក់រាល់ថ្ងៃនឹងយកទៅចំណាយអ្វីខ្លះមិនហ៊ានហូបឆ្ងាញ់ទេថ្ងៃខាងមុខនឹងយកប្រាក់ទាំងអស់នោះមើលជំងឺខ្លួនឯងវិញជាមិនខានប្រាក់ដែលខ្ញុំបានឲ្យនាងតែងតែយករក្សាទុកទាំងអស់មិនហ៊ានចាយសូម្បីតែ 1000 នាងបានដាំបន្លែនៅជុំវិញផ្ទះប្រពន្ធខ្ញុំទៅផ្សារទិញតែឆ្អឹងជ្រូកបន្តិចបន្តួចតែប៉ុណ្ណោះយកមកស្ងោរបើរវល់តែហូបមិនឆ្ងាញ់បែបហ្នឹងថ្ងៃខាងមុខប្រកាសជាយកប្រាក់ទាំងអស់នោះឲ្យពេទ្យជាមិនខានមនុស្សយើងត្រូវការហូបឲ្យបានគ្រប់គ្រាន់ទើបមានកម្លាំងធ្វើការណាត់សម្លាញ់វាពិតមែនហើយណាសម្លាញ់ប្រពន្ធខ្ញុំនាងជាមនុស្សដែលរិះថាំបានហើយកុំនិយាយទៀតអីយើងទៅធ្វើការងាររបស់យើងទៅនឹងបានរួចហើយទៅផ្ទះរៀងខ្លួននៅពេលល្ងាចនាយឆ្នុកក៏បានមកដល់ផ្ទះវិញមិនបានជាមានកូនត្រីតែមួយទៅវិញនៅថ្ងៃនេះយើងហូបត្រីតែមួយនេះមែនទេអូននៅថ្ងៃនេះយើងហូបតែប៉ុណ្ណឹងបានហើយណាបងចាំពេលព្រឹកនេះខ្ញុំចំហុយប្រហុកឲ្យបងយកទៅធ្វើការស្លាប់ហើយអូនមិនបានជាអូនរិះថាំដល់ថ្នាក់នេះរិះថាំបែបនេះដូចជាធ្វើបាបខ្លួនឯងពេកទេដឹងមិនបានជាបងនិយាយបែបនេះខ្ញុំចង់រក្សាប្រាក់បងគួរតែសប្បាយចិត្តនៅពេលដែលបងមានប្រពន្ធជាមនុស្សដែលរក្សាប្រាក់បែបនេះបងសប្បាយចិត្តនៅពេលដែលបងមានប្រពន្ធជាមនុស្សដែលរក្សាប្រាក់ប៉ុន្តែបើធ្វើបែបនេះវាដូចជាជ្រុលពេកទៅដឹងយើងហូបរបស់ដែលមិនមានជីជាតិអូនគិតមើលទៅបើថ្ងៃណាមួយធ្លាក់ខ្លួនឈឺប្រកាសជាយកប្រាក់ទៅឲ្យពេទ្យជាមិនខានខ្ញុំមិនខ្វល់ទេខ្ញុំដឹងត្រឹមថាខ្ញុំរក្សាប្រាក់ដែលខ្ញុំរកបានហើយបងត្រូវតែហូបអ្វីដែលខ្ញុំធ្វើឲ្យបងគ្មានសិទ្ធិតវ៉ាអ្វីទេស្លាប់ហើយខ្ញុំហេតុអ្វីមានប្រពន្ធជាមនុស្សដែលពូកែរិះថាំបែបនេះរិះថាំសន្សំសំចៃរហូតដល់ខ្ញុំចិត្តដាច់ខ្យល់ស្លាប់ហើយ
បងប្អូនអើយបងប្អូនថ្ងៃនេះខ្ញុំមានគ្រឿងសមុទ្រស្រស់ៗលក់ធូរថ្លៃតែប៉ុណ្ណោះសូមបងប្អូនទាំងអស់គ្នាជួយទិញគ្រឿងសមុទ្រខ្ញុំស្រស់ៗជួយទិញតើគ្រឿងសមុទ្រនេះលក់1គីឡូប៉ុន្មានទៅតើថ្លៃទេលោកពូបើថោកខ្ញុំយកកន្លះគីឡូ1គីឡូត្រឹមតែ40000រៀលតែប៉ុណ្ណោះទិញកន្លះគីឡូទៅហូបឆ្ងាញ់មាត់តែម្ដងគ្រឿងសមុទ្រពូទៅតែនឹងយកមកថ្មីស្លាប់ហើយណាលោកពូហើយអ្វីបានជាលោកពូលក់ថ្លៃបែបនេះបើ1គីឡូ10000ខ្ញុំទិញកន្លះគីឡូប៉ុន្តែបើ1គីឡូ40000ខ្ញុំមិនទិញទេទៅរកគ្រឿងសមុទ្រឯណាទៅថោកបែបនេះ1គីឡូត្រឹមតែ10000វាគ្មាននៅលើផែនដីទេបើចង់ទិញរបស់ថោកទៅទិញនៅកន្លែងផ្សេងទៀតទៅនៅទីនេះគឺអត់មានបើសិនជាមិនលក់ទេហើយទៅនាំតែខ្ញុំទិញអស់ប្រាក់បើ1គីឡូ10000ខ្ញុំទិញកន្លះគីឡូប៉ុន្តែបើ1គីឡូ40000ខ្ញុំសុំមិនទិញទេខ្ញុំសុំលាសិនហើយពិតជាមនុស្សកំរិះមែនមិនហ៊ានទិញរបស់ឆ្ងាញ់ហូបហើយថែមទាំងចង់បានរបស់ថោកថែមទៀតរវល់តែដេកអោបប្រាក់នឹងទៅប្រយ័ត្នតែថ្ងៃណាមួយស្លាប់ទៅមិនទាន់បានហូបរបស់ឆ្ងាញ់លោកពូកំពុងតែនិយាយដាក់ទំនាយខ្ញុំតើមែនទេខ្ញុំជាមនុស្សកំរិះឬមួយមិនកំរិះវាជារឿងរបស់ខ្ញុំតែប៉ុណ្ណោះដូច្នេះលោកពូឯងមកតាក់ទងនឹងរឿងខ្ញុំមិនទិញគ្រឿងសមុទ្រលោកពូឯងជាដាច់ខាតរយៈពេល1ឆ្នាំបានកន្លងផុតទៅនាងជាប្រពន្ធក៏បានធ្លាក់ខ្លួនឈឺប៉ុន្តែនាងស្ដាយប្រាក់មិនហ៊ានចំណាយទៅរកគ្រូពេទ្យដល់ដំណាក់កាលនេះហើយបងគិតថាគួរតែទៅរកគ្រូពេទ្យព្រោះតែពេលនេះអូនបានធ្លាក់ខ្លួនឈឺខ្លាំងយើងទៅរកគ្រូពេទ្យទៅណាអូនអត់ទេណាបងទៅរកគ្រូពេទ្យដល់តែអស់ប្រាក់តែប៉ុណ្ណោះណាមួយខ្ញុំឈឺតែ2 3ថ្ងៃទៀតខ្ញុំនឹងបានធូរស្រាលឡើងវិញជាមិនខានកូនអើយកូនហើយអ្វីបានជាកូនកំរិះប្រាក់បែបនេះកូនស្ដាយប្រាក់ប៉ុន្តែកូនមិនស្ដាយជីវិតកូនតើមែនទេមិនបានជាកូនឯងមិនព្រមទៅរកគ្រូពេទ្យគឺខ្ញុំមិនចង់ចំណាយប្រាក់ទេណាលោកពងដូច្នេះទៅខ្ញុំគិតថាមិនចាំបាច់ទៅរកគ្រូពេទ្យដូច្នេះមិនចាំបាច់ទៅរកគ្រូពេទ្យទេណាលោកពងមិនមែនជារឿងលេងសើចទេណាអូនប៉ុន្តែវាតាក់ទងនឹងជីវិតអ្នកណាក៏ចង់បានមាសប្រាក់នៅជាប់ខ្លួនប៉ុន្តែយើងត្រូវតែគិតពីសុខភាពរបស់ខ្លួនឯងអូនឃើញទេដោយសារតែការរិះថាំរបស់អូនមិនហ៊ានហូបរបស់ឆ្ងាញ់ទើបបានជាធ្វើឲ្យអូនអស់កម្លាំងហើយធ្លាក់ខ្លួនឈឺបែបនេះយើងទៅរកគ្រូពេទ្យទៅណាអូនប៉ុន្តែបងខ្ញុំស្ដាយប្រាក់ខ្ញុំមិនចង់ចំណាយប្រាក់ទេណាបងខ្ញុំស្ដាយប្រាក់មាសប្រាក់អាចរកបានតាមក្រោយណាកូនប៉ុន្តែជីវិតកូនមិនអាចទិញបានទេដូច្នេះកូនគួរតែទៅរកគ្រូពេទ្យនៅពេលនេះដោយសារតែមានការអង្វរពីឪពុកនិងប្តីនាងដែលជាប្រពន្ធក៏យល់ព្រមទៅរកគ្រូពេទ្យបន្ទាប់ពីបានចេញពីមន្ទីរពេទ្យវិញនាងក៏បានជាសះស្បើយកូនឃើញទេបន្តិចទៀតកូនប្រកាសជាត្រូវបាត់បង់ជីវិតប៉ុន្តែជាការសំណាងដែលកូនបានទៅរកគ្រូពេទ្យទាន់ពេលដោយសារតែការស្រឡាញ់ប្រាក់របស់កូនជាងជីវិតចំពោះរឿងប្រាក់អ្នកណាក៏ចង់បានប៉ុន្តែយើងត្រូវតែគិតពីសុខភាពរបស់ខ្លួនឯងការហូបចុកការរស់នៅយើងមិនមែនរកបានប៉ុន្មានចាយប៉ុណ្ណឹងទេប៉ុន្តែយើងត្រូវចាយវាការហូបចុកតាមកម្រិតនៃប្រាក់ដែលយើងរកបានឲ្យសមរម្យកាលពីមុនខ្ញុំតែងតែហូបរបស់ដែលគ្មានជីជាតិហើយក៏មិនដែលហ៊ានហូបរបស់ឆ្ងាញ់ដោយសារតែខ្ញុំរក្សាប្រាក់ទុកជានិច្ចទើបបានជាបណ្ដោយឲ្យសុខភាពខ្លួនឯងទ្រុឌទ្រោមចាប់តាំងពីថ្ងៃនេះទៅខ្ញុំមិនរិះថាំដោយកាលពីមុនទៀតទេខ្ញុំត្រូវតែសន្សំសំចៃខ្ញុំត្រូវតែចាយវាយតាមកម្រៃដែលយើងអាចរកបានយើងមិនមែនជាអ្នកសន្សំប្រាក់ទេណាកូនយើងមិនមែនមិនឲ្យសន្សំប្រាក់ទុកទេណាកូនប៉ុន្តែយើងចាយវាយការហូបចុកឲ្យបានសមរម្យកុំស្រឡាញ់ប្រាក់ជាងជីវិតរបស់ខ្លួនឯង